ឧស្សាហ៍គិតអ្វីមិនចេញវិធីសាស្ត្រងាយ7យ៉ាងដើម្បីបង្កើនថាមពលខួរក្បាលឡើងវិញតើអ្នកធ្លាប់មានអារម្មណ៍ថាធុញថប់ស្ពឹកស្រពន់ឬពិបាកផ្ដោតអារម្មណ៍លើការងារនិងកិច្ចការផ្ទះដែរឬទេអារម្មណ៍ដែលហាក់ដូចជាមានអ្វីមួយមកខ្ទប់ខួរក្បាលមិនឲ្យគិតអ្វីចេញនោះគឺជាសញ្ញាព្រមានថាថាមពលខួរក្បាលរបស់អ្នកកំពុងតែខ្សោះអស់ពីធុងហើយថាមពលខួរក្បាលដើរតួសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃទាំងការសម្រេចចិត្តការចងចាំការគ្រប់គ្រងអារម្មណ៍និងការផ្ដោតអារម្មណ៍ប្រសិនបើខួរក្បាលអស់ថាមពលវាក៏នឹងទាញឲ្យរាងកាយរបស់អ្នកទន់ជ្រាយនិងអស់កម្លាំងតាមនោះដែរទោះជាយ៉ាងណាតាមរយៈ Healthline បានបង្ហាញវិធីសាស្ត្រងាយចំនួន7ដែលអាចជួយអ្នកសាកបញ្ចូលថាមពលខួរក្បាលឡើងវិញបានយ៉ាងរហ័សនិងមានប្រសិទ្ធភាព1ផ្ដល់អាហាររូបត្ថម្ភល្អដល់រាងកាយខួរក្បាលត្រូវការថាមពលពីអាហារដែលយើងញ៉ាំដើម្បីរក្សាថាមពលខួរក្បាលឲ្យនៅល្អជានិច្ចអ្នកគួរជ្រើសរើសញ៉ាំអាហារដូចជាត្រីដែលមានជាតិខ្លាញ់ល្អបន្លែបៃតងអាហារមានប្រូតេអ៊ីនសាច់មាន់សាច់ទានិងផលិតផលធ្វើពីសណ្តែកសៀងគ្រាប់ល្ពៅសូកូឡាខ្មៅផ្លែបឺរីឬផ្លែពើ2ក្រេបកាហ្វេឬទឹកតែមួយកែវជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេឬតែអាចជួយដាស់ស្មារតីឲ្យស្វាងភ្លាមលើសពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងកាហ្វេក៏ជួយការពារខួរក្បាលនិងបង្កើនសមត្ថភាពចងចាំផងដែរតែយ៉ាងណាគួរញ៉ាំក្នុងកម្រិតសមល្មមនិងជៀសវាងញ៉ាំនៅពេលរសៀលឬពេលល្ងាចព្រោះវាអាចធ្វើឲ្យរំខានដល់ដំណេក3ធ្វើចលនារាងកាយហាត់ប្រាណបន្តិចបន្តួចនៅពេលដែលខួរក្បាលចាប់ផ្ដើមគាំងចូលក្រោកឈរហើយធ្វើចលនាការដើររហ័សដើរត្រឡប់ចុះឡើងឬការហាត់ប្រាណស្រាលជួយជំរុញរំហូរឈាមទៅកាន់ខួរក្បាលនិងបញ្ចេញសារធាតុគីមីរីករាយ Serotonin និង Dopamine ដូច្នេះអ្នកគ្រាន់តែធ្វើការលាតសន្ធឹងសាច់ដុំឬបោសសម្អាតផ្ទះបន្តិចបន្តួចក៏អាចជួយបានដែរ4ប្តូរបរិយាកាសឬទៅរកធម្មជាតិការជក់ចិត្តលើការងារខ្លាំងពេកនឹងធ្វើឲ្យខួរក្បាលស្ពឹកចូលផ្ដល់ពេលឲ្យខួរក្បាលចេញលេងពី20ទៅ30នាទីដោយដើរទៅរកកន្លែងដែលមានពណ៌បៃតងដូចជាសួនច្បារក្នុងផ្ទះដើរលេងក្នុងសួនសាធារណៈឬកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនិងពន្លឺថ្ងៃពន្លឺព្រះអាទិត្យនឹងជួយជំរុញអារម្មណ៍របស់អ្នកឲ្យស្រស់ស្រាយស្វាងភ្លាម5ធ្វើសមាធិការធ្វើសមាធិបែបស្មារតីត្រឹមតែ3ទៅ5នាទីអាចជួយបង្កើតលំហដ៏ស្ងប់ស្ងាត់ឲ្យខួរក្បាលបានសម្រាកដូច្នេះអ្នកអាចរកកន្លែងអង្គុយប្រកបដោយផាសុកភាពបិទភ្នែកហើយផ្ដោតលើដង្ហើមចេញចូលយឺតនិងវែងបើមានអារម្មណ៍រវើវាយគ្រាន់តែដឹងខ្លួនរួចទាញអារម្មណ៍មកផ្ដោតលើដង្ហើមវិញ6រៀបចំតារាងការងារឡើងវិញភាពស្ត្រេសពីការងារច្រើនលើសលប់រួមចំណែកយ៉ាងធំធេងក្នុងការបំផ្លាញថាមពលខួរក្បាលតាមរយៈការបញ្ចេញអរម៉ូនស្ត្រេស cortisolចូលពិនិត្យមើលការវិភាគរបស់អ្នកឡើងវិញកាត់បន្ថយឬពន្យាពេលកិច្ចការណាដែលមិនទាន់ប្រញាប់ហើយកុំខ្លាចក្នុងការសុំជំនួយពីមិត្តភ័ក្តិឬមិត្តរួមការងារដើម្បីសម្រាលបន្ទុក7គេងឲ្យបានគ្រប់គ្រាន់និងមានគុណភាពមនុស្សពេញវ័យត្រូវការការគេងពី7ទៅ9ម៉ោងក្នុងមួយថ្ងៃពេលយើងគេងខួរក្បាលនឹងធ្វើការសម្អាតកាកសំណល់និងរៀបចំទុកដាក់ព័ត៌មានផ្សេងដើម្បីគេងលក់បានស្កប់ស្កល់គួររៀបចំបន្ទប់ឲ្យងឹតនិងត្រជាក់ល្មមជៀសវាងការលេងទូរស័ព្ទរូបករណ៍អេឡិចត្រូនិកមុនពេលគេងនិងបង្កើតទម្លាប់ចូលគេងឲ្យទៀងពេលត្រឡប់មកវិញប្រសិនបើអ្នកសង្កេតឃើញថាអាការៈអស់កម្លាំងល្ហិតល្ហៃនិងគិតអ្វីមិនចេញនេះកើតឡើងជាប់ជានិច្ចមិនបាត់សោះវាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្ត depression ជាដើមក្នុងករណីនេះការស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញឬអ្នកចិត្តវិទ្យាគឺជាជម្រើសដ៏ល្អបំផុតដើម្បីទទួលបានដំណោះស្រាយប្រកបដោយសុវត្ថិភាព